ហើយមួយទៀតអា dot ហ្នឹងយើងក៏អាចunderline អីទាំងអស់ហ្នឹងយើងក៏អាចដាក់ដាក់វាឲ្យមានពណ៌បានដែរណាអូខេឬក៏អត់មានត្រេទេdot មានunderline dot សំទោស underline dot ហើយយើងក៏អាចដាក់ពណ៌វាបានដែរពណ៌ក្រហមឬក៏ពណ៌អីចឹងទៅយ៉ា red អូខេអញ្ចឹងបន្ទាត់ទាំងអស់ហ្នឹងសុទ្ធតែអាចដាក់ពណ៌បានណាទាំង underline dot underline ពីលើពីក្រោមអីយើងថែមតែពណ៌ទៅយើងអាចដាក់បានហើយកម្រាស់វាក៏យើងអាចដាក់បានដែរខ្ញុំឧទាហរណ៍ដាក់ px កម្រាស់ដាក់បានទេខ្ញុំដាក់40 px អូខេកម្រាស់វាក៏យើងអាចដាក់បានដែរបើដល់ពេលខ្លះយើងដាក់ទូតិចមើលទៅអត់ដឹងថាវាដូរអញ្ចឹងឥឡូវខ្ញុំដាក់10ណាឧទាហរណ៍បាទគឺបែបនេះហើយយើងដាក់5គឺប៉ុណ្ណេះណាចឹងទាំងអស់ហ្នឹងសុទ្ធតែយើងអាចកែច្នៃវាបានយើងអាច decor វាបានគឺមិនថា underline មិនថា overline មិនថា dot line ឬស្អីឲ្យយើងសុទ្ធតែអាចដាក់កម្រាស់របស់វាបានណាអូខេបាយបាយជួបគ្នាប៉ុណ្្នឹងចុះ